ធ្វើការជួបជាមួយនឹងឈុតស្រីវ៉ាន់ហងនេះខ្ញុំសូមប្រាប់លោកថាបងមួយបាទน้องโอลក្ខណៈខ្ញុំខ្មែរអស់តោះលក្ខណៈគីបូស៊ីបាទគីបូស៊ីហើយក៏ជាជំនាញរបស់น้องโอទៀតតែដៃកញ្ជើដូចគ្នាពីរគ្នាអាវធំគ្នាน้องโอមិនមែនជាកីឡាករថៃទេណាน้องโอគឺជាកីឡាករឡាវដែលបានទៅដល់ឆាកអន្តរជាតិគូសប្ងៃនៅសង្វៀនបនគេដាក់សញ្ជាតិគេដែរមែនតើសញ្ជាតិឡាវបាទសពពលអ្នកទៅពីទៅជំនួសគ្នាម្ដងទៀតនៅពេលផ្ដល់ឱកាសថាឲ្យគាត់សងទៅក៏មានដំណោះប្រោះគាត់សប្បាយចិត្តគាត់ថាមិនរួចពីគាត់ពីទឹកពីគាត់និយាយរួចហើយហើយខ្ញុំក៏សុំគាត់ឲ្យគាត់មករួចពីទឹកពីពីអ្នកខ្ញុំដាក់មកគ្នាថាធ្វើមិនបើមិនឲ្យស្លាប់ក៏ឲ្យវាដាក់គឺយើងដាក់គោលដៅអញ្ចឹងនៅមានអ្នកបន្តទៀតខ្ញុំថាអញមានអ្នកបន្តទៀតមានអ្នកបន្តទៀតបាទគាត់ថាអ្នកណាដែលអាចសាកសងបន្តខ្ញុំចង់បានអ្នកដែលបានកំពុះផាកផាកគាត់មកគាត់ថាគាត់លើបើទៅគាត់ធំជាអែនធំណាខ្ញុំប្រាប់ទៅតែ9នេះគាត់បាយបាន2គីឡូបាទ57ហើយនឹងគាត់បាទបលិញបាទថ្ងៃមុនខ្ញុំបានសុភីនតិចតួចតែតើតើដែលមកមួយគាត់បញ្ជាក់ខ្ញុំគាត់ឡាវហើយគាត់និយាយថាគាត់ឡាវគាត់ថាភាសាសៀមភាសាឡាវទៅស្ដីគ្នាចឹងបាទស្ដីគ្នាត្រង់តែនេះខ្ញុំមានអីបកស្រាយបន្ថែមដើម្បីឲ្យមហាជនខ្មែរហ្នឹងជ្រាបច្បាស់និយាយទៅអាណិតបើថាដឹងរឿងផ្នែកខាងមួយឡាវវិញគេហៅមួយឡាវបាទមួយឡាវយ៉ាងគាត់នៅក្នុងប្រទេសគាត់គឺក្នុងមួយឆ្នាំមានការប្រកួតត្រឹមតែម្ដងឬក៏2ដងហើយតោះហើយអត់មាន sponsor ដូចនៅក្នុងស្រុកយើងទេនៅក្នុងស្រុកយើងនេះសម្បូរ sponsor ជួយឧបត្ថម្ភតែបើនៅក្នុងឡាវនៅប្រទេសឡាវនោះវិញគឺអត់មានទេគឺគាត់ដូចការពីចំណងយើងទៅលើពីសង្គ្រាមដែរដែលយើងចំណងបងនេះវាយបងប្រាក់ស្ពតវាយបងអេវាយដាក់បិទលក់សម្បត្តិបាទលក់សម្បត្តិអញ្ចឹងសប្តាហ៍គឺចឹងយ៉ាងណាបាទនៅឡាគឺចឹងអត់មានសម្ភារគេហៅសម្ភារស្តង់ដារសម្រាប់នេះទេតែបានខាងយើងនេះទៅធ្វើតែខាងយើងមានទៅធ្វើទៅគ្នាក៏មានស្តង់ដារខ្លះដែរទៅគាត់ណាគ្នាមកឃើញផ្នែកបើវិជិតយើងណាដាក់មានសម្ភារស្តង់ដារស្អាតគេថាអូហូអស់ចាឡាយមកឃើញណាអស់ចាមែនទេហ្មងតែប៉ុន្តែពីជីមីនីរបស់យើងទូញាក់ផ្ញើបើអើបាទថាធំអស់ចាហើយលុយឃើញមានអ្នកទស្សនាច្រើនក៏ក៏ទៀតហើយប៉ុន្តែក៏មានកីឡាករឡាយចូលដល់ឆាកដាក់សម្ភារស្តង់ដារលំដាប់ពិភពលោកដែរដូចជាស្តង់ដារយើងមិនអួតទេតែនិយាយទៅវាអួតទៀតសម្ភារ1បាទសម្ភារ1គឺជាសម្ភារស្តង់ដារលំដាប់ពិភពលោកបាទអញ្ចឹងក៏មានឡាវតវៃដែរដូចជាน้องអូនេះน้องអូធ្វើការជួបជាមួយនឹងឈុតស្រីវ៉ាន់ហងនេះខ្ញុំសូមប្រាប់លោកថាបងមួយបាទน้องโอលក្ខណៈខ្ញុំខ្មែរអស់តោះលក្ខណៈគីបូស៊ីបាទគីបូស៊ីហើយក៏ជាជំនាញរបស់น้องโอទៀតតែដៃកញ្ជើដូចគ្នាពីរគ្នាអាវធំគ្នាน้องโอមិនមែនជាកីឡាករថៃទេណាน้องโอគឺជាកីឡាករឡាវដែលបានទៅដល់ឆាកអន្តរជាតិគូសប្ងៃនៅសង្វៀនបនគេដាក់សញ្ជាតិគេដែរមែនតើសញ្ជាតិឡាវបាទសពពលបាទដូចជាដែលនំបួចឹងដែលនំបួមកគូតកម្ពុជាយើងមុនអត់ដែលជោគជ័យបានចេះបានតតអីស៊ូបានតតស្មាត់ទីទួយស៊ូតែខ្ញុំតាមសឡំមកមានតែចូលតតដល់ដល់បាយតែប៉ុណ្ណឹងបាទពុទ្ធសបោក៏បាក់ទុកមួយគាត់ដែរតែដោយសារគាត់ចូលមកជើងធ្ងន់ពេកបាទធ្វើឲ្យគាត់ពិបាកក្នុងការតាមយកឈ្នះណាបាទតាមដានសង្វៀនអ្នកចម្បាំងកម្លាំងកម្ពុជាហើយក្រោយមកក៏ប៉ះជាមួយនឹងនៅបន្ថងបាទនៅក្លឹបសុភិតគុណខ្មែរហ្នឹងគាត់ចាញ់បន្ទុកទៀត3ទឹកតែក្រោយមកនៅបាញ់នៅបន្ថងមកទឹកបាទបងប្អូនស្គាល់បូលហេតុអីនេះពេលនៅមួយខ្ញុំហើយកីឡាករចាប់ផ្ដើមនៅមួយដៃមួយតាំងពីរបបអាហារតាំងពីការហ្វឹកហាត់តាំងពីយំតេស្តគាត់អស់សុខភាពរបស់យំតេស្តគ្រប់ពេលបាទយំតាមហើយខ្ញុំបញ្យល់ពីក្បាច់វាយរបៀបនៅស្រុកខ្មែរបែបនេះហើយទៅវាយហើយបើយើងមកវាយរបៀបដូចនៅឡាវវាយឈ្នះខ្មែរទេត្រូវវាយរបៀបបែបខ្មែរត្រូវមានគ្រប់អាវុធមានជង្គង់មានកែងប្រើគ្រប់ទាំងអស់គឺមានអត្តបើអត្តទេទៅជាមួយខ្មែរអត់រួចទេអញ្ចឹងមកលើក្រោយគឺគាត់ផ្លែអត្តខ្លាំងហើយលឿនចង់និយាយថាគាត់លេងតោះកាលមកគាត់ដឹងខោចចូលតោះឥឡូវចង់វាយជង្គង់កែបាទគឺឲ្យប្រើប្រវត្តិទាំងអស់បាទខ្ញុំសួរគាត់ថាអ្នកចេះអីខ្លះគាត់ថាគាត់ល្អតតហើយនឹងម៉ាក់ថាអ្នកទៅគាត់ខាត់ហើយមានថែមកែងថែមជង្គង់ថែមមកច្បាស់លាស់
ទីបំផុតគាត់ធ្វើតាមខ្ញុំគាត់បានជោគជ័យ3ប្រកួតចុងក្រោយគឺមានការស្លាប់3ប្រកួតដូចជាបានប្រាក់លានបាទប្រកួតជាមួយបាក់មើលខឿនសវណ្ណគីមឈ្នះស្លាប់ទឹក1ថេនអាទិត្យឬក៏បែកកាអាទិត្យស្លាប់ទឹក2ហើយមកសូណាកូស៊ីនសងសឹកស្លាប់ទឹក2ទៀតស្លាប់ទឹក2ទៀតខ្ញុំសូមងាកទៅក្រៅទីការប្រកួត kickboxing កន្លែងណាអញ្ញាកណ្ដាលយើងមិនបន្ទោសឲ្យគាត់មើលគ្រប់ជ្រុងជ្រោយណាបាទពេលហ្នឹងគាត់ទៅបណ្ឌិតប្រដាប់ការពីដែលនងប៊ូគាត់ចាប់ពីសង្វៀនមកតែគាត់ស្លាប់ដែរគាត់មានអន់ចិត្តគាត់មាននិយាយគាត់នេះអត់មាននិយាយគាត់ថាគាត់ឆ្ងល់គាត់និយាយថាមិនបានជាគេdivision ចឹងគេអត់រាប់ចឹងមិនគេអត់រាប់ចឹងបាទខ្ញុំប្រាប់គាត់ថាអញ្ញាកណ្ដាលគាត់បានឃើញគាត់ដែរបែរទៅនេះដល់ពេលបែរទៅគាត់បោះឈុំមកចូលគាត់ដែរបែរពេលដែលបោះច្បាប់បោះហ្នឹងគឺខាងអញ្ញាកណ្ដាលគាត់មើលទៅដែរមើលទៅមកឬក៏លេងមួយឆ្មាច់បាទឆ្មាច់មកបាក់ស្លាប់ចុកខ្លះដល់ពេលគាត់ឡើងមកគាត់បុកគាត់ដេញម៉ាត់វិញគាត់ក៏អត់ដឹងធ្វើតែគាត់ពេលគាត់ច្រឡំបាយកៃគាត់ច្រឡំបាយកៃហ្នឹងគាត់ទប់អត់ជាប់ចុះមិនមែនតែពេលហ្នឹងក្រោយពីខ្ញុំចាំបានថាអ្នកទាំងពីរទៅជំនួបគ្នាម្ដងទៀតនៅពេលផ្ដល់ឱកាសថាឲ្យគាត់សងសឹកគាត់មានចំណាប់អារម្មណ៍យ៉ាងណាគាត់សប្បាយចិត្តគាត់ថាមិនរួចពីគាត់ពីទឹកពីគាត់និយាយរួចហើយបាទហើយខ្ញុំក៏សុំគាត់ឲ្យក៏មករួចពីទឹកពីបាទពីអ្នកខ្ញុំដាក់មកគ្នាថាធ្វើមិនបើមិនឲ្យស្លាប់ក៏ឲ្យវាដាក់គឺយើងដាក់គោលដៅអញ្ចឹងនៅមានអ្នកបន្តទៀតខ្ញុំថាអញមានអ្នកបន្តទៀតអញមានអ្នកបន្តទៀតបាទគាត់ថាអ្នកណាដែលអាចសាកសពបន្តខ្ញុំចង់បានអ្នកដែលបានកំពុះបាក់ហើយគាត់មកគាត់ថាគាត់លើបើទៅគាត់ធំជាអែនធំណាខ្ញុំប្រាប់ទៅដែល9នេះគាត់បាយបាន2គីឡូបាទ57ហើយនឹងគាត់2គីឡូតែគុំគាត់ធ្វើប្រែសម្អាតល្អតែ57គាត់ធ្វើល្អគាត់មានកម្លាំងល្អបើ57វាត្រូវគីឡូស្តង់ដារបាទបងគាត់ព្រោះគាត់អត់ចិត្តគាត់ទេគាត់លក្ខណៈគាត់ចាញ់ក្របគេវិញបាទចាញ់គេដោយសារតែគាត់បលេងអស់គាត់បាន54បាទហើយអង្គចំណុចហ្នឹងយើងបញ្ចប់ត្រឹមហ្នឹងតែគាត់ថាពាក់ព័ន្ធកីឡាមួយចំនួនតែខ្លះដូចជាចិនឬអីជាដើមហ្នឹងយកមកគេថាយើងប្រកួតហ្នឹងក្បាច់គុណអ្នកជិតខាងរូលរបស់អ្នកជិតខាងអីចឹងទៅខ្ញុំមានបានប្រាប់កីឡាដែលនងប៊ូដែលខ្ញុំយកមកថាគុណខ្មែរគុណអីចឹងខ្ញុំប្រាប់ថាគុណខ្មែរវាយអាបាក់អញ្ចឹងបើអ្នកឯងវាយមួយថៃច្បាប់មួយថៃអ្នកឯងធ្វើសិបទុំគេសិនភាគច្រើនឡាវហើយថៃអាសាចេញចូលគ្នាបាទហើយក្បាច់ទុនវាចង់បើសិនឡាវថាពេញថៃក៏អត់មានដៃគូបោកជាមួយឡាវដែរបាទតែណាស់តែគ្នាវាគ្នាដូចយើងអញ្ចឹងបាទយើងបើយើងពេញយើងហាត់ពេញយើងព្យាយាមគ្រប់យ៉ាងយើងក៏ខ្លាំងជាងថៃបាទតែណាស់តែត្រង់ដែរយើងមានទុនធានកីឡាករតិចយើងមាន1000ថាមិនដល់1000បាន300អ្នកចុះឡើងគ្នាមិនដល់100ហ្នឹងហើយគិតទៅមុខឡើងមិនដែរនិយាយទៅឡើងឲ្យឡើងល្អក្នុងប្រទេសឡើងហ្នឹងគីឡូ60មានម្នាក់ល្អបានម្នាក់នងអូហើយដល់ពេល51 52នងបៀស្តារឡើងមានប៉ុណ្្នឹងអ្នកណាហើយយើងទៅអត់បាន10នាក់គាត់